កម្ពុជាលាតត្រដាងមុខថៃនៅអង្គការសហប្រជាជាតិតាមរយៈអាដាមកែវជាប្រាប់បរទេសនានានៅ UNSC ជំរាបប្រាប់ពិភពលោកចំពីរឿងថៃមិនព្រមដកទ័ពចេញពីទឹកដីកម្ពុជានោះទេរឿងថៃល្មើសច្បាប់អន្តរជាតិឈ្លានពានព្រំដែនទឹកដីខ្មែរនិងទម្លាយទិន្នន័យជនភៀស30,000នាក់ឯណោះនៅចំពោះមុខមហាអំណាចពិភពលោកនេះគឺជាដំណឹងក្តៅមួយប្រិមិត្តហើយដំណឹងចុងក្រោយគឺភាពតានតឹងព្រំដែនតាមរយៈព័ត៌មាន Fake News ពីយោធាថៃប្រកាសហើយពួកសារព័ត៌មានថៃផ្សាយបន្តតាមការលើកឡើងរបស់យោធាថៃថាមានការផ្ទុះអាវុធស្នូកាំភ្លើង5គ្រាប់ថៃចោទប្រកាន់ដាក់កម្ពុជាថារំលោភបំពានសេចក្តីថ្លែងការណ៍រួមណានៃរបស់វាក៏ប៉ុន្តែកម្ពុជារបស់យើងបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងនោះនិងការបំផុសបំផុលផ្សាយព័ត៌មានមិនពិត Fake News ពីសំណាក់សង្គមថៃប្រទេសថៃសារព័ត៌មានថៃជាដើមនេះគឺជាដំណឹងទាំងឡាយទាំងរៀបរាប់ប្រាប់ប្រិយមិត្តទាំងអស់គ្នាអំពីព័ត៌មានតនហេតុការណ៍នាថ្ងៃទី22ឧសភា2026បាទអាត្មានេះគឺម៉ោង 5:59 នាទីទៅហើយជិតម៉ោង 6 ណាប្រិយមិត្តគឺសូមជម្រាបរឿងបន្ថែមអំពីរឿងព្រំដែនកម្ពុជាថៃបាទកម្ពុជារបស់យើងបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់យោធាថៃឬផ្ទុះអាវុធ5គ្រាប់ឯណោះនិយាយរឿងនេះមុនគេតែម្ដងទៅបាទរឿងចុងក្រោយគឺអាដាមកែវជាប្រាប់ UNSC បរទេសមហាអំណាចពិភពលោកនានាឲ្យដឹងអំពីភាពខូចរបស់ថៃឈ្លានពានដីខ្មែរមិនទាន់ដកទ័ពទៅវិញនោះទេចឹងទេចំណុចនេះក្តៅវីដេអូនេះបាទប្រិមិត្តជួយ share ស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃបានហក់ឡើងកម្ដៅសារជាថ្មីបន្ទាប់ពីមានការចោទប្រកាន់ជាឯកតោភាគីពីសំណាក់ភាគីថៃបាទស្អីក៏ដោយថៃនេះធ្វើនោះបាទជាឯកតោភាគីតែម្ដងគ្មានគ្រូបាអាចារ្យណាប្រដៅព្រះអង្គថៃនេះបានឡើយចឹងទេធ្វើអីក៏ដោយបំផុសបំផុលព័ត៌មាន Fake News ព័ត៌មានคล้ายៗគឺបែបឯកតោភាគីផែនទីក៏ជាការគូសវាសដល់ឯកតោភាគីបាទរាយរបងបលាលួសដាក់ទូកុងតឺន័រជាឯកតោភាគីលុប MOU ចោលក៏ជាឯកតោភាគីដែរអញ្ចឹងទេគួរតែហៅប្រទេសថៃនេះថាជាប្រទេសឯកតោភាគីឬក៏យ៉ាងណាប្រិមិត្តជួយដាក់ពនាមបាទប្រទេសថៃប្រទេសចង្រៃនេះម្នាក់មួយមើលបាទឈ្មោះច្រើនណាប្រទេសថៃនេះហើយវាចាប់ផ្ដើមចោទដាក់កម្ពុជាដែលនាំឲ្យក្រសួងការពារជាតិកម្ពុជារបស់យើងចេញមុខប្រតិកម្មនិងបដិសេធទាំងស្រុងភ្លាមនាថ្ងៃនេះ22ឧសភាហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីទំព័រ Facebook ផ្លូវការរបស់ក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃនិងសារព័ត៌មាន The Nation Thailand បាទវា strict កម្ពុជាតែម្ដងបាទអត់ឲ្យដឹងព័ត៌មានវាទេចូលទៅមើលព័ត៌មានវាទាល់តែប្រើ VPN គ្រប់សារព័ត៌មានថៃលើកលែងតែខៅសតជាភាសាអង់គ្លេសណាបាទយើងអាចចូលទៅមើលបានអញ្ចឹងទេដោយសារតែអីវាភូតភើបោកប្រាស់អញ្ចឹងបាទសារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មានទម្លាក់កំហុសថាកងកម្លាំងកម្ពុជាបានបាញ់កាំភ្លើងចំនួន5គ្រាប់នៅតំបន់ព្រំដែនក្បែរខេត្តសុរិន្ទបាទគេបើកវងចោទថាត្រូវនឹងតំបន់ភ្នំបាក់ស្ថិតក្នុងភូមិសាស្ត្រក្រុងសំរោងខេត្តឧត្តរមានជ័យភាគីកម្ពុជាបាទអញ្ចឹងទេនៅខេត្តសុរិន្ទក្បែរនោះភាគីថៃបានអះអាងថាសកម្មភាពបាញ់បោះនេះមានបំណងធ្វើការរំខានទៅដល់កងទ័ពថៃបាទប្រទេសចង្រៃនឹងឯងនឹងជាការរំលោភលើសេចក្តីថ្លែងការណ៍រួមស្ដីអំពីបទឈប់បាញ់គ្នាវាចោទថាយើងនឹងរំលោភលើសេចក្តីថ្លែងការណ៍រួមនេះឯង Joint Statement ណាកងកម្លាំងការងារសូរ៉ាណារីរបស់ភាគីថៃក៏បានប្រកាសថាកំពុងពង្រឹងការត្រៀមលក្ខណៈឆ្លើយតបចំពោះស្ថានភាពនេះផងដែរភ្លាមនោះក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការដោយចាត់ទុកការផ្សព្វផ្សាយរបស់យោធាថៃនិងប្រព័ន្ធផ្សព្វផ្សាយថៃថាជាព័ត៌មានមិនពិតនិងជាការមួប្រកាច់បាទអញ្ចឹងទេ Fake News Thailand ប្រិមិត្តខមមិនម្នាក់មួយមើលថា Fake News Thailand ក្នុងចេតនាបង្កការភ័ន្តច្រឡំបំភាន់សាធារណមតិនិងបង្កភាពតានតឹងនៅតាមបណ្ដោយព្រំដែនភាគីកម្ពុជានេះបានសង្កត់ធ្ងន់ថាការវាយប្រហារនិងប្រើប្រាស់ព័ត៌មានមិនពិតម្ដងហើយម្ដងទៀតបែបអញ្ចឹងបាទបែបហ្នឹងគឺមិនអាចទទួលយកបានឡើយព្រោះវាប៉ះពាល់ធ្ងន់ធ្ងរទៅដល់កិត្តិយសកងយុទ្ធពលខេមរៈភូមិន្ទនិងបំផ្លាញជំនឿទុកចិត្តគ្នាទៅវិញទៅមកអញ្ចឹងទេវាប៉ះពាល់បាទវាអត់មានកើតអីផងវាចេះតែចោទប្រកាន់កម្ពុជាអញ្ចឹងទៅជាមួយគ្នានេះផងដែរនាំពាក្យក្រសួងការពារជាតិកម្ពុជាបានធ្វើការអំពាវនាវយ៉ាងម៉ឺងម៉ាត់ឲ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួប្រកាច់ទាំងនេះជាបន្ទាន់បាទលឺឯថៃឈប់ជាបន្ទាន់ទៅក៏បំភ្លឺបំភ្លៃផ្សាយព័ត៌មាន fake ព័ត៌មានคล้ายៗអញ្ចឹងថៃភាគីកម្ពុជាបានជំរុញឲ្យយោធាថៃត្រឡប់មកគោរពនិងអនុវត្តឲ្យបានពេញលេញដោយស្មោះត្រង់នៅរាល់ខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមកជាពិសេសគឺការអនុលោមទៅតាមចំណុចទី8នៃសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី27ខែធ្នូ2025ស្ដីអំពីការប្រឆាំងទៅនឹងព័ត៌មានคล้ายៗគេថា fake news បាទអញ្ចឹងទេចំណុចទី
ទី8នេះសូមឲ្យថៃត្រឡប់ទៅមើលចំណុចនឹងឡើងវិញការពីយើងចុះហត្ថលេខានឹងគ្នាណាថាមានព្រមព្រៀងអីខ្លះពាក់ព័ន្ធទៅនឹងការផ្សាយព័ត៌មាន fake news អត់កើតឡើងអីផងក៏ប៉ុន្តែថៃផ្សាយថាកម្ពុជាផ្ទុះអាវុធណានៃអញ្ចឹងទេចំណុចនេះគួរតែត្រឡប់ទៅមើលសារជាថ្មីបាទការវិលមកអនុវត្តកិច្ចព្រមព្រៀងនេះគឺដើម្បីរួមគ្នាកសាងជំនឿទុកចិត្តនិងបង្កើតបរិយាកាសអំណោយផលក្នុងការដោះស្រាយរាល់ចំនួនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរនេះគឺជាដំណឹងថ្មីពាក់ព័ន្ធទៅនឹងកម្ពុជាបដិសេធទាត់ចោលយ៉ាងដាច់អហង្ការដែលថៃចោទប្រកាន់ប្រេះផ្ដាស់ថាបាទកម្ពុជាបាញ់គ្រាប់ផ្ទុះបាទ5គ្រាប់ណានៃគ្មានដឹងអីផងហើយចេះតែចោទប្រកាន់អញ្ចឹងប្រទេសថៃឥឡូវចូលមកមើលដំណឹងពិសេសចុងក្រោយបាទកម្ពុជារបស់យើងតាមរយៈឯកឧត្តមកែវឈៀថ្លែងការនៅក្រុមប្រឹក្សាសន្តិសុខអសបបាទ UNSC ប្រិមិត្តជំរាបពិភពលោកនានាពីផលវិបាកមនុស្សធម៌និងវិបត្តិជនភេសកកម្ពុជាបកឡើងដោយការឈ្លានពានពីសំណាក់យោធាថៃបាទអញ្ចឹងទេដំណឹងនេះល្អប្រិមិត្តជួយ share គ្នាណាឯកឧត្តមកែវឈៀឯកអគ្គរដ្ឋទូតនិងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ UN បាទបានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអសបស្ដីអំពីកិច្ចការពារជនស៊ីវិលក្នុងចំនួនប្រដាប់អាវុធកិច្ចប្រជុំដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងដោយស្ថានបេសកកម្មសាធារណរដ្ឋប្រជាមានិតចិនក្នុងនាមជាប្រធានបដូវវេននៃក្រុមប្រឹក្សាសន្តិសុខអសបសម្រាប់ខែឧសភាឆ្នាំ2026នាស្នាក់ការកណ្ដាល UN ទីក្រុងញូវយ៉កសហរដ្ឋអាមេរិកកាលពីរសៀលថ្ងៃទី21ឧសភា2026បាទម្សិលមិញណាប្រិមិត្តក៏ប៉ុន្តែ21ហើយ22នៅអាមេរិកហើយនៅកម្ពុជាវាដូចគ្នាឬក៏យ៉ាងណានេះគឺខ្ញុំអត់ច្បាស់នៅក្នុងឱកាសនោះអាដាមបានគូបញ្ជាក់យ៉ាងម៉ឺងម៉ាត់អំពីគោលការណ៍គ្រឹះនិងសារៈសំខាន់មិនអាចខ្វះបាននៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិក៏ដូចជាកិច្ចការពារជនស៊ីវិលនៅក្នុងគ្រប់ចំនួនប្រដាប់អាវុធទាំងអស់នៅលើសកលលោកខណៈដែលសង្គ្រាមឈ្លានពានរបស់ថៃទាំងពីរលើកមកលើកម្ពុជាកាលពីឆ្នាំ2025កន្លងទៅនេះបានបង្កឲ្យមានវិបត្តិជនស៊ីវិលយ៉ាងធ្ងន់ធ្ងរបាទអញ្ចឹងទេពីលើកហ្នឹងដែលថៃឈ្លានពានកម្ពុជាបាទវាបង្កប៉ះពាល់ទៅដល់ប្រជាជនបាទនានាណាអញ្ចឹងទេសូមពិភពលោកជ្រាបជាដំណឹងជាមួយគ្នានេះឯកឧត្តមកែវឈៀក៏បានជម្រាបជូនកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអសបបាទឬក៏ថា UNSC នឹងហើយប្រិមិត្តអំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិដែលកំពុងកើតមានឡើងនៅតាមតំបន់ជាច្រើនលើពិភពលោករួមទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរនៅក្នុងសេចក្តីថ្លែងការណ៍នោះឯកឧត្តមបានសង្កត់ធ្ងន់ថានៅកម្ពុជាអំពើឈ្លានពានកាលពីខែកក្កដានិងខែធ្នូ2025បានបង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរដែលក្នុងនោះជនស៊ីវិលកម្ពុជាប្រមាណជា 649,000 នាក់បានរត់ភៀសសឹកបាទមានន័យថាបានរត់ភៀសខ្លួនណាហេតុថារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានបំផ្លិចបំផ្លាញហើយប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ក៏បានរងការខូចខាតយ៉ាងដំណំផងដែរទន្ទឹមនឹងនេះអាដាមក៏បានបង្ហាញទិន្នន័យជាក់ស្ដែងគិតត្រឹមថ្ងៃទី21ឧសភា2026នេះថានៅមានបងប្អូនប្រជាពលរដ្ឋខ្មែរបាទជាជនភៀសសឹកកម្ពុជាប្រមាណជា3934នាក់ទៀតក្នុងនោះមានស្ត្រីចំនួន15942នាក់និងកុមារចំនួន10356នាក់នៅឡើយនោះទេបាទអញ្ចឹងទេនៅមានជនភៀសសឹករហូតទៅដល់30000នាក់ឯណោះអញ្ចឹងទេសូមឲ្យពិភពលោកជួយកម្ពុជាផងបាទគៀបសង្កត់ដាក់សម្ពាធលើប្រទេសថៃធ្វើម៉េចឲ្យស្ថានភាពព្រំដែននោះមានភាពល្អប្រសើរមកដោយសារតែនៅមានជនភៀសសឹកដល់ទៅ30000នាក់នៅឡើយទេប្រិមិត្តពុំតាន់អាចវិលត្រឡប់ទៅកាន់លំនៅឋាននិងភូមិករដើមរបស់ពួកគាត់វិញបាននៅឡើយទេមូលហេតុគឺដោយសារតែរហូតមកដល់ពេលនេះកងកម្លាំងរបស់ភាគីថៃនៅតែបន្តរាយបឡាលួសដាក់ទូកុងតឺន័រនិងបន្តកាន់កាប់លើផ្នែកខ្លះនៃភូមិឋានរបស់ពួកគាត់ត្បិតតែបត់ឈប់បាញ់ទៅបានចូលជាធរមានរួចរាល់ហើយក៏ដោយអញ្ចឹងទេសូមឲ្យពិភពលោកនានាមេត្តាជ្រាបជាដំណឹងនេះផងថាប្រជាជនកម្ពុជាកំពុងតែភៀសសឹកនៅឡើយទេបាទមួយចំនួនទៅវិញអញ្ចឹងណាប៉ុន្តែនៅសល់30000នាក់ទៀតនេះប្រិមិត្តដោយសារតែពួកអាចោថៃនោះវានៅតែបន្តបាទយាយអត់ទៅណាឆ្ងាយពីទឹកដីកម្ពុជាណា